សួស្តីអតិថិជនទាំងអស់គ្នាសម្រាប់វីដេអូនេះណានាងខ្ញុំនឹងមកបង្ហាញអំពីរបៀបប្រើប្រាស់សម្រាប់សោម៉ាក់ Yale ដែលមានលេខកូដ YDME 50 NXT ចាទីមួយនោះគឺរបៀប add លេខកូដ admin ចាគឺយើងត្រូវថែទៅលើ screen ឲ្យភ្លឺរួចហើយយើងចុចនៅលើទ្រង់ជ្រូកបញ្ចុះបន្ទាប់មកគឺយើងត្រូវយកលេខ1ចំនួន2ដងចាបន្ទាប់មកគឺយើងត្រូវបញ្ចូលលេខកូដ admin ដែលយើងចង់បញ្ចូលគឺចំនួន8ខ្ទង់រួចហើយយើងចុចចូលទ្រង់ជ្រូកបន្ទាប់មកគឺយើងត្រូវបញ្ចូលលេខកូដ admin នេះម្ដងទៀតហើយយើងចុចទ្រង់ជ្រូកដដែលចាពេលដែលបញ្ចូលរួចរាល់ហើយអតិថិជនរបស់គ្នាអាចថយក្រោយដោយចុចផ្កាយចំនួន3ដងអតិថិជនរបស់គ្នាអាចធ្វើការតេស្តសាកល្បងសម្រាប់លេខកូដដែលយើងបានបញ្ចូលមុននេះបានរបៀប add ម្រាមដៃ admin គឺយើងត្រូវថែលើ screen ឲ្យភ្លឺដូចគ្នាបន្ទាប់មកគឺយើងចុចទៅលើទ្រង់ជ្រូកឲ្យជាប់រួចហើយគឺយើងបញ្ចូលលេខកូដ admin របស់យើងដែលយើងបានបង្កើតមុននេះបន្ទាប់មកគឺយើងត្រូវយកទ្រង់ជ្រូកចារួចហើយយើងយកលេខ1ចំនួន2ដងបន្ទាប់មកគឺយើងត្រូវបញ្ចូលម្រាមដៃរបស់យើងគឺចំនួន5ដងអតិថិជនរបស់គ្នាអាចថយក្រោយដោយចុចសញ្ញាផ្កាយចំនួន3ដងចារួចហើយគឺយើងអាចធ្វើការតេស្តសាកល្បងសម្រាប់ម្រាមដៃដែលយើងបានបញ្ចូលមុននេះបានចាបន្ទាប់មកគឺរបៀបលុបចោលសម្រាប់ម្រាមដៃ admin ទី1នោះគឺយើងត្រូវចុចទៅលើទ្រង់ជ្រូកឲ្យជាប់បន្ទាប់មកគឺបញ្ចូលលេខកូដ admin របស់យើងរួចហើយយកទ្រង់ជ្រូកចាបន្ទាប់មកគឺយើងត្រូវចុចយកលេខ1លេខ2និងយកលេខ0ចំនួន2ដងរួចនឹងលេខ2ហើយបន្ទាប់មកគឺយើងត្រូវយកទ្រង់ជ្រូកយើងអាចចុចថយក្រោយដោយចុចផ្កាយ2ដងរួចហើយគឺយើងអាចដាក់ម្រាមដៃដែលយើងបានបញ្ចូលនោះគឺជាការលុបរួចរាល់ចាបន្ទាប់មកគឺរបៀប add user passcode ចាគឺយើងគ្រាន់តែចុចទៅលើទ្រង់ជ្រូកឲ្យជាប់រួចហើយគឺយើងត្រូវបញ្ចូលលេខកូដ admin របស់យើងរួចហើយគឺយកទ្រង់ជ្រូករួចយកលេខ2និងលេខ1អតិថិជនអរគ្នាអាចដាក់លេខកូដដែលយើងចង់ដាក់បានគឺចំនួន8ខ្ទង់រួចហើយយកទ្រង់ជ្រូកបន្ទាប់មកគឺយើងត្រូវបញ្ចូលលេខកូដម្ដងទៀតរួចយកទ្រង់ជ្រូកដូចគ្នាចាអតិថិជនអរគ្នាអាចថយក្រោយដោយចុចផ្កាយចំនួន3ដងរួចហើយគឺយើងអាចធ្វើការតេស្តសាកល្បងសម្រាប់លេខកូដ user របស់យើងបានuser ម្រាមដៃចាទី1គឺយើងត្រូវចុចទៅលើទ្រង់ជ្រូកឲ្យជាប់រួចហើយបញ្ចូលលេខកូដ admin របស់យើងដូចគ្នាចាបន្ទាប់មកគឺយើងត្រូវយកទ្រង់ជ្រូករួចហើយគឺយើងត្រូវយកលេខ2ហើយនិងលេខ1ចាបន្ទាប់មកនោះគឺយើងត្រូវបញ្ចូលម្រាមដៃរបស់យើងគឺចំនួន5ដងចាតែជនរបស់គ្នាអាចថយក្រោយដោយចុចផ្កាយសម្រាប់ម្រាមដៃដែលយើងបានបញ្ចូលរួចបានបន្ទាប់នេះគឺរបៀប add user សម្រាប់កាតចាទី1គឺយើងត្រូវចុចទៅលើទ្រង់ជ្រូកឲ្យជាប់ចុចលេខកូដ admin បន្ទាប់មកគឺយើងត្រូវយកទ្រង់ជ្រូកចារួចហើយគឺយើងត្រូវយកលេខ2លេខ1ដាក់កាតនៅកន្លែងសញ្ញាកាតចាអតិថិជនរបស់គ្នាអាចដាក់កាតតគ្នាបានចាពេលដែលដាក់រួចរាល់ហើយអតិថិជនរបស់គ្នាអាចថយក្រោយដោយចុចផ្កាយចំនួន3ដងចារួចហើយគឺយើងធ្វើការតេស្តសាកល្បងសម្រាប់កាតដែលយើង